ភាពមុននឹងជំរាបលើកអាត់បង្គំហើយសូមប្រពុតដល់ចិត្តធំព្រះធម៌ប្រសង់អង្គ3ប្រការលួនខ្ញុំមិនទន់ខ្លួនលើកដៃព្រោះខ្ញុំបានជួបនឹងតាវហាមុំសុននៃជ្រៀងយបៃឯខ្ញុំប្រាយឈួនចេញខ្លួនសំលេងមុនបងអស់អញ្ជើញតាដោយសັບបរោះពីព្រោះថ្ងៃយើងគូសំដីពីព្រោះសិល្បៈអើបុរាណឈប់ក៏មិនកើតខានក៏មិនបានហើយយើងក៏អរគុណខ្លាំងក្រៃឆ្លងឆ្លើយតាមបុរាណលំអានសុភាសិតនិងសាច់ធម៌ដូច្នេះជារឿងមួយដល់បវរបង្កលក្ខណៈគ្រប់ប្រការមិនឲ្យបាត់បង់ហើយមានតម្លៃហើយក៏សម្រាប់បងប្អូនញាតិយាយតាហើយគេអកពីដូតតាគឺថាមិនអោយបាត់បង់បើចឹងតាមមុំសិនមានអ្វីបញ្ចេញសេចក្តីឃ្លោកឃ្លាពីព្រោះតាសាកសួរខ្ញុំមកឃ្លាខ្ញុំជំរាបតាមត្រង់សិល្បៈជាបៃបុរាណតាបានអ្វីបើតាមចំណងចំណែកចិត្តខ្ញុំអើក៏ចង់ងាកមុខទៅត្រង់អាចដោះcâyស្រាយអាយេចែកជូនបងប្អូនញាតិទាំងឡាយប្រាឈួនជូនពិរោះល្បីឲ្យឈ្មោះក្នុងកម្ពុជាឥឡូវយើងទាំងពីរបានជួបគ្នាจะไปទាំងពីរយើងបកស្រាយនៅចិត្តនៃនៅបង្កាយយើងជ្រៀងឆ្លងឆ្លើយជូនអស់លោកខេត្តចិត្តឆ្ងាយយើងខ្ញុំសួរពីរំប្រាឈួនពីរំប្រាឈួនអ្នកដៃបកស្រាយជូនលោកឪពុកម្ដាយទាំងអស់គ្នាមើលពីរំប្រាឈួនបើខ្ញុំសួរឲ្យខ្ញុំសួរដែរឬអ្វីសួរយ៉ាងអីនេះក្រមមេឃនៅវ័យលើដៃអើយจะไปថ្ងៃនេះបានប្រលះគ្នាយើងលេងអោយដល់កម្រិតលើកពុទ្ធភាសិតមកពរនាហើយសភាសិតបារាណក៏មានឃ្លាយើងពរនាសួរឆ្លងឆ្លើយមើលទៅកន្លែងនេះខ្ញុំចង់សួរទៅភិរម
បាទអីខុសត្រូវយើងលេងកុំយំអត់យំទេនៅបង្កាត់ចិត្តបង្កើយស្រោចមានចាំស្ដាប់ពាក្យសំណួរខ្ញុំនឹងសួរទៅពីរំហើយណែទៅរំហើយស្ដាប់ឲ្យតន់បានជាសត្វត្រកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានផងណាប់តន់ឬមិនតន់កិច្ចកង់នឹងសួរដោយខ្លីបើចោលឆ្លើយរួចចាយប្រាប់តែរួចបើមិនរួចប្រគល់សម្ដីនាទីនេះក៏បាននៅខ្លីតើនៃនឹងតើវាយ៉ាងណាទៅអើយអាយសុភាសិតបុរាណនឹងគេកែឲ្យស្អាតព្រោះសម្ដេចព្រះសង្ឃរាជជួនណាតបាននិទានស្ដីបាទលោកថាចឹងមែនត្រកអ្នកស្រុកមើលងាយរលាស់គូតខ្ចាយមានអោតមានផន់តាស្ដាប់ឲ្យតន់តាមបទជាបៃបាទគេនិយាយពីមនុស្សរៀបសារម្នាក់អានឹងខ្ញុំឆ្លើយអត្ថានុរូបយ៉ាងខ្លីពីព្រោះពេលយើងច្រៀងជាបៃបើតាមខ្លឹមសុភាសិតមនុស្សដែលមានជីវិតរៀបសារខ្ពង់ខ្ពស់